บัดเวซูบางคนดอกนี้ไอ้ថ្ងៃនេះខ្ញុំមកសាកល្បងច្រៀងចម្រៀងជាតិរបស់យើងគឺបទពងសាវតាខ្មែរដែលជាស្នាដៃនិពន្ធរបស់លោកសាស្ត្រាចារ្យនួនកនកាលពីឆ្នាំ1958បងប្អូនដគ្នាបទចម្រៀងនេះជាការក្រើនរំលឹកដល់កុលបុត្រកុលធីតាខ្មែរឲ្យស្រឡាញ់សាមគ្គីស្គាល់ថាខ្លួនយើងជានរណាយើងមានវប្បធម៌ដ៏រុងរឿងបែបណាកាលពីអតីតកាលឥឡូវកុំបងអង្គយូខ្ញុំសាកច្រៀងបងប្អូនអរគ្នាកុំប្រកាន់ថាច្រៀងព្រោះឬក៏មិនព្រោះឥឡូវយើងសាកច្រៀងអរគ្នាហើយខ្ញុំនឹងដាក់លំនាំចម្រៀងឲ្យបងប្អូនអរគ្នាសាកច្រៀងជាមួយខ្ញុំអូខេឥឡូវយើងចាប់ដើមខ្មែរអើយចូលចាំជាងថាតាមពងសាវតាបញ្ជាំង5ថាពូជខ្មែរតកាងទឹកដីខ្មែរធំទូលំទូលាយសំសាយរុងរឿងគេឯងតែងលើកដំកើងដំកជាតិយើងចាត់តុងឡើងជាជាតិច្បងអារ្យធម៌ខ្ពង់ខ្ពងឆើតឆាយបានចេញផ្សំផ្សាយក្រុមទិងទាំងឡាយចុងបពីសង្ឃស្នាសិល្បៈចំឡាំងវិចិត្រគំនិតសិក្សាតន្ត្រីទួងស្នាវិជ្ជាអាចយកសិក្សាជាកោកាដែលខ្មែរផ្សាយទៅខ្មែរអើយចូលស្ដាប់សាវតាដើរបានចចាបញ្ជាំងច្បាំងថាពូជខ្មែរតកាងតាំងចិត្តឲ្យធំខិតខំប្រឹងវិញបញ្ចេញដំឡើងដំឡៃនៃជាតិខ្មែរយើងឲ្យបានរុងរឿងជាថ្មីឡើងតាមសាវតាកុំប្រកាន់អីសារៀនជាងអ្នកគ្នាទេអីខ្ញុំនឹងដាក់អក្សរនៅខាងក្រោមហ្នឹងបងប្អូនគ្នាហាត់ជាងតាមជំនៀងផងអក្សរនៅខាងក្រោមផងបាទអរគុណសូមជម្រាបបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាយើងជាពលរដ្ឋខ្មែរទាំងអស់គ្នាពេលនេះត្រូវតែរួមគ្នាសាមគ្គីជាធ្លុងមួយនៅពេលដែលប្រទេសថៃដែលបន្តឈ្លានពានសុខទេសបូរណភាពទឹកដីរបស់យើងបាទចឹងសូមអរគុណជូនបងប្អូនអរគ្នាហើយសុខសប្បាយសុខភាពល្អហើយកម្លាំងកាយកម្លាំងចិត្តស្មារតីរឹងប៉ឹងដើម្បីជាតិមាតុភូមិរបស់យើងគ្រប់គ្នាបាទសូមអរគុណ